នេះគឺជាពិធីរៀបមង្គលការរបស់កំឡោះក្រមុំជនជាតិចាមដែលកំពុងរស់នៅកម្ពុជាបច្ចុប្បន្ននេះជាធម្មតាបងប្អូនចាមរៀបមង្គលការកូនចៅទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់គាត់ដែលមានជាយូរលង់ណាស់មកហើយពិធីនេះត្រូវប្រារព្ធឡើងធ្វើរយៈពេល2ថ្ងៃនៅថ្ងៃទី1គេត្រូវហែកូនកំឡោះក្រមុំឡើងទៅផ្ទះរៀងៗខ្លួនដោយត្រូវលាងជើងសម្អាតដូចជាពិធីមង្គលការរបស់ប្រជាជនខ្មែរដែរនៅព្រឹកថ្ងៃទី2គេត្រូវរៀបចំពិធីកាត់សក់កូនកំឡោះក្រមុំនៅតាមផ្ទះរៀងៗខ្លួនដល់ពេលល្ងាចគេត្រូវហែកូនកំឡោះមកកាន់ផ្ទះកូនក្រមុំដើម្បីផ្ទឹមជាកិច្ចបង្ហើយពិធីតាមទំនៀមទម្លាប់គឺมันបានពេញលេញដូចកាលនៅចម្ប៉ាមិនបានទេនៅភ្លេចខ្លះចោលខ្លះប៉ុន្តែមានវិន័យមានទំនៀមទម្លាប់ដើម្បីហៅថាធ្វើនឹងធ្វើសង្ឃសាសនាដល់ទៅធ្វើនឹងឲ្យបើល្អត្រូវសែងត្រូវជីអីគេធ្វើទម្លាប់ដោយសារកុំអោយអ្នកក្រោយនឹងទៅស្លាញ់គ្នាតាមព្រៃផ្សៃកុំអោយធ្វើអញ្ចឹងហើយមកធ្វើដូចគេនៅធ្វើទំនៀមទម្លាប់ដែលគេតែងតួទាំងប្រុសទាំងស្រីអញ្ចឹងហើយបានល្អអញ្ចឹងបានគេរាប់អានអញ្ចឹងបានគេយកទំនៀមនឹងយកមកទុកធ្វើតទៅមុខទៀតបងប្អូនចាមដែលរស់នៅកម្ពុជាទាំងអស់មានប្រមាណជាង4សែននាក់ពួកគាត់ភាគច្រើនរស់នៅតាមតំបន់ដែលមានទន្លេរបររកស៊ីរបស់បងប្អូនចាមគឺរបរនេសាទត្រីជាងដែកនិងធ្វើស្រែចម្ការកាលសម័យដើមបងប្អូនចាមកាន់សាសនាហិណ្ឌូឬព្រហ្មញ្ញសាសនាដោយប្រជាជនកម្ពុជាដែរនៅសតវត្សទី10អ្នកប្រាជ្ញចាមបានចម្លងសាសនាអ៊ីស្លាមពីអារ៉ាប់មកហើយកែច្នៃវប្បធម៌ទាំងនេះឲ្យស្របតាមឆន្ទៈរបស់បងប្អូនចាមទាំងវប្បធម៌និងការប្រណិប័តបូកផ្សំជាមួយទំនៀមទម្លាប់ដែលមានពីមុនសាសនាអ៊ីស្លាមចូលមកដល់ក្រោយពីការបាត់បង់ប្រទេសចម្ប៉ាបងប្អូនចាមបានមកសុំច្រកកោននៅប្រទេសនានានៅអាស៊ីជាពិសេសនៅកម្ពុជាយើងនៅក្នុងរជ្ជកាលព្រះបាទអង្គឌួងព្រះអង្គបានទទួលស្គាល់បងប្អូនចាមឲ្យរស់នៅដូចជាប្រជាជនកម្ពុជាដែរដោយប្រទានឋានៈដល់មេដឹកនាំសាសនារបស់បងប្អូនចាមថាអុកញ៉ាឃ្នូជាមន្ត្រីកិត្តិយសស័ក្តិ7ហ៊ូពាន់តាមការចងចាំតគ្នារបស់បងប្អូនចាមមកដល់បច្ចុប្បន្ននេះអុកញ៉ាឃ្នូដែលត្រូវទទួលព្រះរាជក្រឹត្យពីព្រះមហាក្សត្រខ្មែរមាន8ដំណោះហើយនិកាយនៅក្នុងកម្ពុជាគឺមាន2ប៉ុន្តែនិកាយមួយគេសម័យអត់ហើយហើយខ្ញុំនឹងធ្វើនិកាយចាស់ដែលនិកាយហូតចេញមកពីប្រទេសចម្ប៉ាគឺរហូតមកចូលនៅប្រទេសកម្ពុជាគឺការច្រកកនសំព្រះមហាក្សត្ររាជរដ្ឋាភិបាលគឺបានទទួលស្គាល់សម័យប្រកាសណាប្របាទអង្គឌួងបាទរហូតសម័យលង្វែកនិងសម័យអង្គឌួងអញ្ចឹងបានរហូតមកដល់បច្ចុប្បន្នហ្នឹងគឺការរស់នៅហ្នឹងគឺជាមួយពពុទ្ធបងប្អូនខ្មែរដែលនៅជុំវិញហ្នឹងក៏អត់មានបញ្ហាអីដែរមកដល់បច្ចុប្បន្ននេះបងប្អូនចាមដែលថែរក្សានៅប្រពៃណីដែលមានមកពីសម័យប្រទេសចម្ប៉ានោះគឺគោរពនៅសាសនាអ៊ីស្លាមដោយថ្វាយបង្គំព្រះអាឡាក្នុងមួយសប្តាហ៍ម្ដងនិងប្រតិបត្តិតាមប្រពៃណីចាស់ដែលមានខ្លះតាមរបៀបព្រហ្មញ្ញសាសនាគឺមានចំនួនតែប្រមាណ30000នាក់ប៉ុណ្ណោះចំណែកភាគច្រើននៃបងប្អូនចាមគឺប្រកាន់យកសាសនាអ៊ីស្លាមនិងទំនៀមទម្លាប់របៀបសាសនាអ៊ីស្លាមទាំងស្រុងជាច្រើនតំណមកហើយបងប្អូនចាមរស់នៅក្នុងទឹកដីកម្ពុជាដោយសន្តិភាពនិងរស់នៅដោយស៊ីចង្វាក់គ្នាល្អជាមួយប្រជាជនកម្ពុជាកុមារនិងយុវវ័យចាមបានទៅសាលារៀនជាមួយគ្នាជាមួយនឹងកុមារនិងយុវវ័យខ្មែរដែរតែពួកគេបានរៀនបន្ថែមភាសាចាមនៅតាមព្រះវិហារអ៊ីស្លាមរបស់ពួកគេដើម្បីជៀសវាងនៅការប្រកាន់ពូជសាសន៍ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានប្រកាសថាបងប្អូនចាមគឺជាខ្មែរអ៊ីស្លាមរយៈកាលកន្លងមកចោះសម្រុងគ្នាល្អណាស់ព្រោះបច្ចុប្បន្នហ្នឹងវាមានខ្វះខាតដែរបន្តិចតួចឬបងប្អូនដែលជន់បងតូចបងធំវាចេះតែមានបាទដែលមានបញ្ហាដែរឬក្នុងភូមិហ្នឹងវាឥឡូវហ្នឹងគេសុខសាន្តណាឥឡូវតាំងពីគេអាញាធរដែនដីអីគេនេះចុះមកដោយរំវងរំអីក៏មិនទៅមានវិវាយចាប់ចាក់គ្នាដែរឥឡូវហ្នឹងរស់នៅសពថ្ងៃនេះដូចថាសប្បាយទេធម្មតាទេណារហូតមកដល់បច្ចុប្បន្ននេះ
ការរស់នៅរបស់បងប្អូនចាមនៅលើទឹកដីកម្ពុជាគឺមិនខុសពីប្រជាជនខ្មែរនោះទេពួកគាត់ប្រកបរបររកស៊ីតាមធម្មតាដោយប្រជាជនខ្មែរទូទៅដែរបញ្ហាសំខាន់តែមួយគត់របស់បងប្អូនចាមគឺការគោរពប្រតិបត្តិនៅសាសនាអ៊ីស្លាមខុសគ្នាបន្តិចរវាងក្រុមកនអ៊ីម៉ាំសាន់របស់អញ្ញាខ្នូកៃទៀមដែលប្រកាន់នៅទំនៀមទម្លាប់ប្រពៃណីចាស់បុរាណនិងក្រុមប្រកាន់សាសនាអ៊ីស្លាមនិងទំនៀមទម្លាប់ប្រពៃណីបែបអ៊ីស្លាមទាំងស្រុងតើទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនចាមដែលមានមកតាំងពីសម័យប្រទេសចម្ប៉ានោះនឹងអាចត្រូវបានថែរក្សាគង់វង្សជានិរន្តរ៍ដែរឬទេ